ក្នុងកលៈទេសៈនេះស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាបែងចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រីងៀតគាំទ្រកងទ័ពនិងជនភៀសសឹកក្នុងកលៈទេសៈនេះស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រមូលទិញអំបុកផ្នែកប្រមូលត្រីធ្វើងៀតនិងផ្នែកធ្វើឆៃពៅផ្នែកអង្គនិងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជូមុខកំពុងឈរជើងការពារទឹកដីនៅតាមបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវត្រាធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនអគ្គភស្តុភារកំពូលកងយុទ្ធពលខេមរៈភូមិន្ទគាំទ្រដល់កងទ័ពកម្លាំងគ្រប់ប្រភេទនិងជនភៀសសឹកនៅពេលជួបការលំបាកស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជួបជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ